ជំរាបសួរបងប្អូនទាំងអស់នៅក្នុង Facebook និង YouTube ជាទីមេត្រីជាទីរាប់អានថ្ងៃនេះខ្ញុំមានវីដេអូ tutorial មួយស្ដីអំពីរបៀបធ្វើ table of content បានន័យថាមេតិកាចំណងជើងអត្ថបទនៅក្នុងអត្ថបទរបស់ខ្ញុំថ្ងៃនេះខ្ញុំមានបទចម្រៀងចំនួន100ជាងបទ130បទមានបទកុកហៅតែឯងអក្សរដែលបងសរសេរទៅអោតារាខ្ញុំអើយជាដើមរហូតដល់130បទបាទ130បទសម្រាប់ស្នេហ៍អវជ័យដើម្បីតែយើងធ្វើដូចនេះដើម្បីឲ្យយើងធ្វើ table content តែយើងត្រូវវាយចំណងជើងមួយរហូតឬក៏យើងត្រូវធ្វើម្ដងឲ្យស្រេចបាទនៅក្នុងវីដេអូ tutorial នេះខ្ញុំសូមបង្ហាញពីរបៀបធ្វើងាយស្រួលមួយបើសិនជាបងប្អូនចេះហើយក៏មិនអីដែរតែបើមិនទាន់ចេះទេយើងអាចធ្វើតាមរបៀបងាយក្នុងការសរសេរមេតិកានៃអត្ថបទនីមួយៗទៀតថាខ្ញុំមានបទចម្រៀងនេះបើលោកអ្នកត្រូវតែដាក់ចំណងជើងមកទៀតថាចំណងជើងអីអត្ថបទរបស់លោកអ្នកអីនៅក្នុងចម្រៀងនេះខ្ញុំដាក់បទកុកហៅតែឯងលោកអ្នកត្រូវតែ highlight ចំណងជើងនឹងមករួចហើយចុចយក heading 1ខ្ញុំជ្រើសរើសយក heading 1ដោយសារតែខ្ញុំឆ្លាញ់ heading 1បើលោកអ្នកអាចជ្រើសរើស heading 2 heading អីក៏បានដែរ heading ណាក៏បានដែរតែយើងចូលចិត្តបាទតែចំពោះខ្ញុំជ្រើសរើសយក heading 1យើង highlight ហើយយើងជ្រើសរើស heading 1ឲ្យគ្រប់ចំណងជើងទាំងអស់ត្រាំងចំណងជើងនៃលោកអ្នកនឹងដាក់នៅក្នុងអត្ថបទរបស់លោកអ្នកជ្រើសរើសយកទាំងអស់មកឃើញទេសិតhighlight ពណ៌នេះគឺសិតតែខ្ញុំជ្រើសរើស heading 1រហូតដល់នេះរហូតដល់130 129 130ក៏ខ្ញុំចុចហ្នឹងគឺជ្រើសរើសយក heading 1ខ្ញុំយក font ខ្មែរ OS សៀមរាបនិងទំហំវា20ចំណងជើងហើយអត្ថបទនេះខ្ញុំដាក់12ទេហើយនឹងអត្ថបទចម្រៀងខ្ញុំដាក់16ដោយសារតែสนุกអានสนุกមើលស្រួលឥឡូវខ្ញុំ scroll ទៅខាងលើវិញដើម្បីធ្វើបានចំណងជើងដើម្បីធ្វើមេតិកាយើងទីមួយយើង highlight នេះដូចខ្ញុំបាននិយាយអញ្ចឹង highlight នេះមករួចមកទៀតយើងយក cursor យើងចុចនៅខាងលើនេះពេលលោកអ្នករៀបចំមកទំព័ររួចហើយលោកអ្នកចង់ដាក់ទំព័រក៏បានដែរដាក់ទំព័រលេខទំព័រអីខ្លួនឯងទៅខ្ញុំមិនបានប្រាប់ទេអញ្ចឹងយើងចូលទៅ insert មុនដំបូងខ្ញុំជ្រើសរើសយកសញ្ញានេះសិនសញ្ញា so high control f យកសញ្ញានេះរួចហើយខ្ញុំនឹងចូលយកពាក្យ insert ខ្ញុំនឹងចូលយកពាក្យលោកអ្នកចង់បាន blank page ក៏បានចង់បានជា break page ក៏បាន page break អញ្ចឹងខ្ញុំយក page break នេះសំទោសខ្ញុំយក page break នេះខ្ញុំចុចលើ page break មកដូចហើយយើងនៅលើ page break គេដាក់ page break នៅទីនេះអញ្ចឹងខ្ញុំមិនចង់យកអានេះជាទំព័រអីទេខ្ញុំសូមចូលយក page layout រួចហើយខ្ញុំនឹងចូលយកលោកអ្នកអាចជ្រើសរើសយកinsert section break and start a new section on the next page យកនេះក៏បានដែរឬក៏លោកអ្នកចុចលើសញ្ញានេះ double click មកលោកអ្នកជ្រើសរើសយក different first page បាទខ្ញុំចុចយកនេះមកដូច្នេះកន្លែង page ដែលខ្ញុំត្រូវធ្វើនេះគឺវាអត់មានទំព័រទេ
វាមានតំពោនៅទីនេះអញ្ចឹងខ្ញុំមិនចង់ឲ្យបានpage 1នៅកន្លែង content របស់ខ្ញុំឡើយនៅកន្លែង table of content ខ្ញុំឡើយលោកអ្នកបន្តមកទៀតលោកអ្នកនឹងបាន page break នេះហើយ blank page អត់មានអីទេដើម្បីយើងធ្វើ Medica អត្ថបទបន្តមកទៀតយើងចុចលើពាក្យថា references and then យើងជ្រើសរើសយកពាក្យថា table of contents drop down ចុចមកលោកអ្នកជ្រើសរើស automatic table 1 ឬក៏លោកអ្នកចង់យក table of content table automatic table 2សម្រាប់ខ្ញុំចូលចិត្តយកទី2នេះដោយខ្ញុំយក table content automatic ទី2ឬក៏លោកអ្នកយក manual នេះក៏បានប៉ុន្តែខ្ញុំ recommend ទៅយកទី1ឬទី2នេះជាខ្ញុំចុចយកកន្លែងនេះតមកទៀតវាចេញមកហើយបាទនៅទីនេះឃើញទេបាទនេះគឺជា Medica អត្ថបទខ្ញុំចុចឲ្យលឿនតិចបាទជា Medica អត្ថបទរបស់ខ្ញុំតើលោកអ្នកធ្វើបែបនេះដែរអត់គឺងាយស្រួលវាមានពេលវេលាសម្រាប់យើងធ្វើវាលឿនជាងការវាយម្ដងមួយចុះបើសិនជាយើងមាន500ទំព័រអីយើងវាយម្ដងមួយវាត្រូវការពេលវេលាយូរណាស់អញ្ចឹងយើងធ្វើរបៀបនេះវាលឿនហើយងាយស្រួលសម្រាប់យើងផងអញ្ចឹងមាន table content របស់ខ្ញុំគឺបានចប់សពគ្រប់អស់ហើយមកដល់130បាទបើសិនជាលោកអ្នកមិនចូលចិត្តឲ្យមានមិនចូលចិត្តឲ្យមានទំព័រនេះក៏បានដែរមិនចូលចិត្តទំព័រនេះក៏បានដែរជាស្រេចទៅយើងតែបាទមិនអីទេយើងដាក់អញ្ចឹងទៅហើយយើងធ្វើជា clickable យើងអាចចុចបានដូចតែខ្ញុំដាក់នៅ cursor នៅលើប័ណ្ណកុកហៅតែឯងមកហើយខ្ញុំចុច control រួចហើយ click លើហ្នឹងមកវាទៅប័ណ្ណទី1បាទហើយយើងធ្វើដើម្បីពេលយកលោកអ្នកធ្វើហើយយើងធ្វើជា PDF file យើងអាចមានចំណងជើងហើយយើងអាចចុចលើចំណងជើងហ្នឹងវាទៅរកបទចម្រៀងនីមួយគេហៅថា link ឬក៏ clickable table of content អញ្ចឹងកុំឲ្យយូរពេកខ្ញុំចុចនៅលើខ្ញុំ highlight នៅលើនេះមក highlight ទាំងអស់មកក៏បានដែររួចហើយខ្ញុំ highlight មួយសារទៀតនៅលើនេះក៏បានសុំទោស highlight លើនេះរួចហើយខ្ញុំចូលទៅពាក្យ insert លោកអ្នកចុចយកពាក្យថា bookmark ហើយនៅក្នុង bookmark នេះលោកអ្នកវាយពាក្យថា TOC រួចហើយកន្លែងនេះយើងដាក់ថា name location យើងមិនបាច់ទេដាក់តែ name បានហើយរួចហើយយើងចុច add នៅពេលហ្នឹងគឺនៅពេលដែលលោកអ្នក burn ឬក៏ save ជា PDF file ជា e-book លោកអ្នកនឹងអាច click នៅលើចំណងជើងនីមួយទៀតថាយើងចង់ដឹងថាបទអក្សរដែលបងសរសេរទៅយើងវាមាន highlight នៅទីហ្នឹងយើងចុចលើហ្នឹងទៅវានឹងទៅរកបទចំណងជើងនិងបទចម្រៀងនៅតាមទំព័ររបស់យើងបាទបាទមានតែប៉ុណ្្នឹងទេគឺរបៀបធ្វើ table content ងាយស្រួលហើយលោកអ្នកអាចបដូរ font បានលោកអ្នកចូលទៅ home មកលោក select ទាំងអស់ហ្នឹងមកយើងបដូរមកទៀតតែខ្ញុំបដូរទៅ font ខ្ញុំបដូរទៅ font អី font សៀមរាបខ្ញុំបដូរទៅខ្មែរសៀមរាបលោកអ្នកជ្រើសរើសយកខ្មែរសៀមរាបមកនេះខ្ញុំជ្រើសយកខ្មែរសៀមរាបរួចហើយខ្ញុំជ្រើសរើស font វាតែ16ទេ
បាទឥឡូវវាបានមកទាំងអស់ងាយស្រួលក្នុងការមើលកុំឲ្យមានអក្សរតូចទៀតបាទទាំងអស់គឺវាចេញមកដូចនេះឯងហើយធ្វើម៉េចយើងយកអានេះចេញយើងចុចនៅលើនេះលើសញ្ញាអានេះសញ្ញា paragraph សញ្ញា break ហ្នឹងចុចលើហ្នឹងមកវាបាត់អស់ហើយបាទអញ្ចឹងនៅក្នុង table content របស់យើងគឺមានសពគ្រប់តាំងពីទំព័រ1ទៅដល់ចំណងជើង1រហូតដល់ចំណងជើង100ជាងបាទបើសិនលោកអ្នកមិនចង់ឃើញឲ្យទំព័រនេះលោកអ្នកចង់មិនចង់ឲ្យបានទំព័រនេះលេខឡើងទេលោកអ្នកអាចចូលទៅ reference ដដែលហ្នឹងរួចហើយចូលយក table content រួចហើយចូលយក insert table លោកអ្នក uncheck show page number លោកអ្នក uncheck ហ្នឹងទៅ uncheck កន្លែង box នេះ show page number ហើយចុច OK មកវានឹងមិនបង្ហាញនៅទំព័រឡើយវាមិនបង្ហាញនៅលេខទំព័រឡើយដូច្នេះប៉ុន្តែខ្ញុំចូលចិត្តឲ្យឃើញអញ្ចឹងទៅងាយស្រួលលោកអ្នកចង់ដាក់យ៉ាងម៉េចក៏បានដែរឥឡូវខ្ញុំបិទចុះមួយទៀតបាទខ្ញុំចង់បង្ហាញលោកអ្នកពីរបៀបធ្វើកុំឲ្យគេ copy យើងដាក់ watermark ទៀតខ្ញុំចង់ដាក់ watermark ខ្ញុំចុចលើលោកអ្នកដាក់ cursor ឡើងណាមួយរួចហើយយើងចុចលើពាក្យ page layout ហើយយើងចុចលើពាក្យថា watermark រួចហើយលោកអ្នកចង់យកកន្លែងណាខ្ញុំចង់យកខ្ញុំជ្រើសរើស custom watermark រួចហើយខ្ញុំនឹងជ្រើសរើសយកពាក្យ text ហើយខ្ញុំជ្រើសរើសយក font ខ្ញុំចង់ជ្រើសរើសយកមូលនេះវិញរួចហើយលោកអ្នកសរសេរមកខ្ញុំដាក់ហាមថតចម្លងបដូរ font ទៅខ្មែរហាមថតចម្លងរួចហើយលោកអ្នកជ្រើសរើសយកពណ៌អីខ្ញុំជ្រើសរើសយកពណ៌នេះចុះពណ៌លឿង apply បាទលោកអ្នកឃើញទេគឺនៅទីនេះឯងគេដាក់ហាមថតចម្លងបាទហាមថតចម្លងគឺនៅក្នុងអត្ថបទនីមួយគឺដាក់ហាមថតចម្លងគឺគ្រប់ទាំងអស់ហាមថតចម្លងដើម្បីការពារកុំឲ្យគេចម្លងអត្ថបទយើងដែលយើងខំសរសេរមកហាមថតចម្លងបាទគឺងាយស្រួលលោកអ្នកអាចបដូរពីហាមថតចម្លងទៅអក្សរតូចជាងហ្នឹងឬក៏ឲ្យពេញមកហ្នឹងក៏បានប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចង់បានតែប៉ុណ្្នឹងទេមិនចង់ឲ្យបានធំយ៉ាងហ្នឹងពេកលោកអ្នក scroll មក up គេដាក់ហាមថតចម្លងនេះគេដាក់ watermark ឬក៏លោកអ្នកអាចដាក់រូបភាពខ្លួនឯងក៏បានទៀតហើយយើងចង់បានរូបភាពខ្លួនឯងយើងចូលទៅ watermark អវែលហើយចូលជ្រើសរើសយក custom watermark លោកជ្រើសរើសយក pictures watermark and then យើងជ្រើសរើស select picture នៅទីនេះហើយលោកអ្នកជ្រើសរើសទៅកន្លែង text នេះខ្ញុំសូមបញ្ជាក់ម្សិលទៀតយើងអាច diagonal ឬក៏ horizontal លោកអ្នកចង់បានវាឲ្យវាទៅបែបបត់យ៉ាងម៉េចឬក៏យើងចង់បានជំហុំវាទៅនេះគឺយើងលោកអ្នកអាចជ្រើសរើសប៉ុន្តែខ្ញុំជ្រើសរើសយក auto ឬចុះអញ្ចឹងរបៀបដាក់ content របៀបដាក់ table or content ដូចខ្ញុំបង្ហាញខាងលើនេះហើយនឹងរបៀបដាក់ watermark ដើម្បីដាក់កុំឲ្យគេចម្លងហាមថតចម្លងលោកអ្នកអាចធ្វើបានតាមវិធីដូចខ្ញុំបង្ហាញទៅនេះហើយអាច save ជា PDF file ហើយយើងដាក់ save as ហើយយើងដាក់ហើយជាមាន option other format នេះយើងជ្រើស other format មកហើយជាមាន PDF file
យើងចុចលើទីនេះមកគេរើរកពាក្យ PDF មិនដឹងជាមានអត់នៅក្នុង Word 2007នេះបែបប្រហែលជាអត់មានទេដឹងបើសិនជាលោកអ្នកប្រើក្នុង document ផ្សេង Word 2011ឬក៏2010អីប្រហែលជាមានទេដឹងលោកអ្នកអាចជ្រើសរើសយក PDF file save as PDF បើក្នុងនេះអត់មានយើងកុំ save អីខ្ញុំថាប្រហែលជាមានមិនអត់ទេកន្លែងនេះផ្សេងទៀតឥឡូវខ្ញុំចាក់ save ទៅនេះមើល Word document ហើយខ្ញុំនឹងជ្រើសរើសពាក្យ PDF ដូចជាអត់ឃើញមានទេបាទអត់ឃើញមានពាក្យតែ save as PDF ឬក៏មានវិធីអីផ្សេងខ្ញុំអត់ទាន់បានស្រាវជ្រាវរកមើលទៀតបើសិនជាខ្ញុំអាចរកឃើញខ្ញុំនឹងបង្ហាញលោកអ្នកបន្តទៀតបាទអញ្ចឹងអរគុណចំពោះការទស្សនាវីដេអូ tutorial ថ្ងៃនេះដើម្បីចែករំលែកនិងជាការចែករំលែកចំណេះដឹងតាតូចមួយដល់លោកអ្នកដែលមិនទាន់ចេះធ្វើ table of content មេតិកាអត្ថបទមេតិការឿងឬមេតិកាអត្ថបទដូច្នេះខ្ញុំធ្វើវីដេអូនេះគឺក្នុងគោលបំណងចែករំលែកចំណេះដឹងជូនដល់បងប្អូនទាំងអស់គ្នាបាទអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ